អ្នកទាំងអស់គ្នាខ្ញុំសូយ៉ាអានេះវាជា my first video របស់ខ្ញុំដែលខ្ញុំ post នៅក្នុង YouTube ខ្ញុំគ្រាន់តែជាក្មេងស្រីអាយុ20ហើយខ្ញុំចង់ share អីដែលខ្ញុំគិតថ្ងៃនេះព្រោះខ្ញុំមានអារម្មណ៍ថាខ្ញុំអត់មានណាគេនិយាយមួយហើយខ្ញុំចង់ share តែអ្នកទាំងអស់គ្នាដែលមានអារម្មណ៍ថាយើងនឹងនៅពីក្រោយគេអត់តែមានអារម្មណ៍ថាយើងនឹងអត់មានតម្លៃអត់តែមានអារម្មណ៍ថាអីដែលយើងជឿអីដែលយើងគិតនឹងវានឹងអាចខ្លាចជាការពិតអត់ហើយក៏អ្នកទាំងអស់គ្នាដែលមានអារម្មណ៍ថាអ្នកទាំងអស់គ្នាមានក្តីសម័យតែអត់ហ៊ានធ្វើវាពិតមានថ្ងៃហ្នឹងខ្ញុំនឹងមក share អីដែលខ្ញុំគិតហើយ share អីដែលខ្ញុំធ្វើនៅក្នុង20ដែលវាមានអារម្មណ៍ថាវាឈួតហើយមានអារម្មណ៍ថាវាតវល់យកមែនទែនគឺខ្ញុំមកវៀតណាមម្នាក់ឯងហ្នឹងហើយខ្ញុំមកវៀតណាមម្នាក់ឯងហើយអ្នកគេគិតថាគាត់មកវៀតណាមអ្នកម្នាក់ឯងហ្នឹងវាមានអីប្លែកណាគេក៏ធ្វើតែអត់ទេរបស់ខ្ញុំគឺវាប្លែកពិតមានព្រោះខ្ញុំមកម្នាក់ឯងហើយខ្ញុំឆ្លោះមួយអ្នកផ្ទះអីចឹងព្រោះគាត់ចង់ឲ្យមកតែពេលខ្ញុំបកស្រាយទៅគាត់ក៏មិនស្ដាប់អញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើអីដែលខ្ញុំចង់ធ្វើវាមិនឈួតមានវាមានអារម្មណ៍ថាយើងធ្វើអីតាមចិត្តហើយយើងចង់ធ្វើអីធ្វើហ្មងឈប់សិនខ្ញុំនិយាយច្រើនពេកឥឡូវចូលក្នុង topic ហ្មងគឺខ្ញុំចង់ share មួយអ្នកទាំងអស់គ្នាថាបើអ្នកទាំងអស់គ្នាមានក្តីសម័យមានអីដែលអ្នកចង់ធ្វើកុំចោះចាញ់ខ្ញុំនិយាយពិតមានខ្ញុំនិយាយចេញពីចិត្តឥឡូវខ្ញុំទៅ20មានខ្ញុំដឹងខ្ញុំអត់តន់ដឹងថាជិតនៅថ្ងៃអនាគតខ្ញុំមិនហើយក៏ខ្ញុំ post វីដេអូនេះហើយខ្ញុំទៅមិនអីមិនប៉ុន្តែខ្ញុំគ្រាន់តែចង់ប្រាប់អ្នកទាំងអស់គ្នាឯងថាបើអ្នកទាំងអស់គ្នាមានក្តីសម័យមានអីដែលអ្នកទាំងអស់គ្នាចង់ធ្វើទៅធ្វើខ្ញុំនិយាយប៉ាត់មានខ្ញុំនិយាយចេញពីចិត្តគឺទៅធ្វើវាមកពេលខ្លះណាអ្នកទាំងអស់គ្នាឯងមានក្តីសម័យមែនតែវាគ្រាន់តែជាក្តីសម័យបោះធ្វើអីក៏ដែរបើអីក៏ដែរខ្ញុំនិយាយប៉ាត់មានវាជារឿងទូជារឿងធំអីក៏ដែរប៉ុន្តែបើអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអ្នកទាំងអស់ចង់ធ្វើទៅធ្វើមិនចាំអីណាគេប្រាប់យើងថា approval យើងរហូតថាបើគេឲ្យយើងធ្វើចាំយើងធ្វើបើគេឲ្យយើងធ្វើយើងអត់ធ្វើខ្ញុំអត់ដឹងបកស្រាយមិនតែខ្ញុំចង់ឲ្យអ្នកនរគ្នាបើអ្នកនរគ្នាមានក្តីសម័យអ្នកនរគ្នាទៅធ្វើវាទៅយកវាមកធ្វើមិនក៏បានតែយកវាមកខ្ញុំអត់ដឹងបកស្រាយខ្ញុំចង់ប្រាប់ខ្លួនឯងផងពេលដែលខ្ញុំខ្លាចហើយក៏ពេលដែលខ្ញុំពេលណាគេគិតថាយើងប្លែកហើយក៏គេអត់ជឿអីដែលយើងជឿហើយយើងចាប់ផ្ដើមមានអារម្មណ៍ថាយើងចោះចាញ់យើងមានអារម្មណ៍ថាយើងអត់ចង់ធ្វើក្តីសម័យទៀតហើយវាគ្រាន់តែជាក្តីសម័យត្រឡប់មកនៅក្នុងជីវិតពិតប៉ុន្តែអ្នកទាំងអស់គ្នាជីវិតយើងខ្លីខ្ញុំនិយាយប៉ាត់មានខ្ញុំមិនដឹងថាខ្ញុំថតវីដេអូនេះហើយខ្ញុំ post អត់ហើយក៏ខ្ញុំអត់ post ប៉ុន្តែខ្ញុំគ្រាន់តែចង់ប្រាប់អ្នកទាំងអស់គ្នាថាជីវិតយើងខ្លីណាយើងខ្លីប៉ាត់មានបើអញ្ចឹងណាចង់ទៅធ្វើអីធ្វើឲ្យលឿនខ្ញុំអត់ដឹងបកស្រាយមិនតែខ្ញុំមានអារម្មណ៍ថាបើយើងធ្វើអីតាំងពីក្មេងហើយយើងតាំងចិត្តតាំងអីដែលយើងមានអារម្មណ៍ថាយើងចង់ធ្វើប៉ាត់មានណាទៅធ្វើវាឲ្យលឿនខ្ញុំចង់ប្រាប់ខ្លួនឯងអញ្ចឹងហងប៉ុន្តែហ្នឹងហើយខ្ញុំអាចជាឥឡូវវាម៉ោង11យប់ហើយខ្ញុំថតវីដេអូខ្ញុំដឹងហើយខ្ញុំ post ថ្ងៃហ្នឹងហើយក៏ស្អែកតែខ្ញុំនឹង post វាជាគ្រាន់តែជាវីដេអូមួយចេញពីចិត្តរបស់ខ្ញុំពេលខ្ញុំអាយុ20ហើយខ្ញុំចង់មក share ថាពេលយើងអាយុ20ហើយយើងឡើង20ហ្នឹងយើងមានវាអត់ដូចពេលយើងអាយុ10ជាងឯងវាខុសគ្នាច្រើនមែនទែនអីដែលយើងជួបនៅក្នុងជីវិតបទពិសោធន៍មនុស្សអញ្ចឹងខ្ញុំមានអារម្មណ៍ថាពេលយើងអាយុ20វាជាពេលអីដែលយើងត្រូវរៀនវាជាពេលអីដែលយើងត្រូវស្រាវជ្រាវអីចឹងផងព្រោះงั้นចេញទៅប្រើជីវិតខ្ញុំអត់ដឹងបកស្រាយមិនតែហ្នឹងឯងខ្ញុំអាចជាទៅដេកយកមកភ្នែកចុះខ្ញុំអាចជាទៅដេកខ្ញុំនឹងបិទវីដេអូនេះហើយខ្ញុំមិនដឹងថាមានអ្នកស្ដាប់ហើយក៏មានអ្នកមើលអត់តែបើអត់មានអ្នកមើលខ្ញុំអាចជាមើលខ្លួនឯងហ្នឹងហើយខ្ញុំនឹងទៅហើយបាយខ្ញុំសូមថាវីដេអូនេះជួយអ្នកខ្លះដែលគាត់មានអារម្មណ៍ថាគាត់កំពុងអវែងផ្លូវមានអារម្មណ៍ថាអីដែលគាត់ធ្វើហ្នឹងវាអត់មានប្រយោជន៍ធ្វើខ្ញុំចង់ប្រាប់ថាកុំចោះចាញ់នៅក្នុងក្តីសម័យរបស់ខ្លួនឯងអត់មានណាគេធ្វើឲ្យយើងទេមានតែយើងខ្លួនឯង
bye